ពលបាតប្រកបដោយក្តីស្រឡាញ់ត្រីបលែននោះមានបំណងចង់ឲ្យខ្ញុំទៅនៅឆ្ងាយនិងលាក់កំបាំងរូបខ្ញុំហើយខ្ញុំមិនដឹងថាហេតុអ្វីនោះទេត្រីបលែននេះបានហែលសំដៅយ៉ាងត្រង់ទៅរកអ្នកវិទ្យាសាស្ត្ររូបនោះហើយបដិសេធមិនព្រមហែលចេញពីនាងឡើយវាបានហែលតម្រង់មកក្បែរខ្ញុំវាមិនឈប់នោះទេវាបានបន្តរុញខ្ញុំហើយខ្ញុំក៏បានស្រែកថាអូយអូយអ្នកដឹងទេនាងបានព្យាយាមហែលគេចចេញប៉ុន្តែត្រីបលែននៅតែបន្តហែលត្រឡប់មកវិញព្រោះវាបានដឹងថាមានអ្វីមួយដែលនាងមិនបានដឹងវាដាក់ភ្នែករបស់វាចំពីមុខភ្នែករបស់ខ្ញុំដូច្នេះខ្ញុំក៏គិតថាតើមានរឿងអ្វីកើតឡើងនៅទីនេះត្រីបលែនបានចាប់ផ្ដើមរុញនាងតាមផ្ទៃទឹកវាមិនចង់ធ្វើបាបខ្ញុំទេវាបានឲ្យខ្ញុំនៅពីលើក្បាលរបស់វាហើយវាបានក្រឡាប់ខ្លួនរួចខ្ញុំក៏នៅពីលើចង្ការបស់វាបន្ទាប់មកខ្ញុំក៏នៅតាមព្រុយចំហៀងរបស់វាហើយវាមិនព្រមទុកខ្ញុំចោលម្នាក់ឯងនោះទេវាមិនព្រមឈប់ឡើយខ្ញុំពិតជាភ័យខ្លាំងណាស់